ជំរាបសួរប្រិយមិត្តជាទីរាប់អានបាទថ្មីនេះគឺមានព័ត៌មានថ្មីតែម្ដងបងប្អូនបន្ទាប់ពីអគ្គស្នងការនគរបាលជាតិបានដកតំណែងអធិការស្រុកស្វាយទាបខេត្តស្វាយរៀងរួចមកគឺដល់វេនលោកអភិបាលរងខេត្តកំពង់ស្ពឺទិដ្ឋវុធីបើ ACU ខាត់ខ្លួនលោកហើយនិងមនុស្ស2នាក់ទៀតពាក់ព័ន្ធនឹងការបោកលុយអ្នកវិនិយោគជនជាតិចិនចាប់ខ្លួនពាក់ព័ន្ធនឹងការបោកប្រាស់លុយអ្នកវិនិយោគចិនចំនួន$40,000សម្រាប់ជនជាប់ចោទទាំង3នាក់ត្រូវបានតុលាការខេត្តកំពង់ស្ពឺចេញដីកាឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី9ខែមិនិនាឆ្នាំ2005ម្សិលមិញនេះសេចក្តីរាយការណ៍ដែលបានបង្ហាញដល់សារព័ត៌មាននៅថ្ងៃទី10ខែមិនិនាឆ្នាំ2025ទិដ្ឋវុធីនិងបកពួកត្រូវបាន ACU ចាប់ខ្លួនដោយសារស៊ីដាច់លុយចិនជាង$40,000រឿងរត់អាជ្ញាប័ណ្ណរ៉ែតែមិនបានសម្រេចជនជាប់ចោទទាំង3នាក់នេះត្រូវបានសាលាដំបងខេត្តកំពង់ស្ពឺសម្រេចចោទប្រកាន់ទី1ឈ្មោះទិដ្ឋវុធីភេទប្រុសអាយុ56ឆ្នាំកើតនៅថ្ងៃទី7ខែមករាឆ្នាំ1969ត្រូវបានឃាត់ខ្លួនទី2ឈ្មោះហាវខនហៅតងភេទប្រុសអាយុ45ឆ្នាំឃាត់ខ្លួនពីបទរំលោភអំណាចក្លែងបន្លំប្រើប្រាស់លិខិតក្លែងក្លាយក្លែងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺខេត្តប៉ៃលិនខេត្តបាត់ដំបងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារកាលពីអំឡុងឆ្នាំ2023បទល្មើសដែលមានបញ្ញត្តិនឹងចែងឲ្យផ្ដន្ទាទោសមាត្រា666 627 629 630នៃក្រមព្រហ្មទណ្ឌនិងមាត្រា34នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយទី3ឈ្មោះមឹងសារឿនឈ្មោះជាភាសាចិនអ៊ុងមឹងឆៃភេទប្រុសអាយុ44ឆ្នាំឃាត់ខ្លួនពីបទសំគំនិតក្នុងអំពើរំលោភអំណាចក្លែងបន្លំប្រើប្រាស់លិខិតក្លែងក្លាយក្លែងឯកសារសាធារណៈនិងប្រើប្រាស់ឯកសារក្លែងក្លាយប្រព្រឹត្តនៅចំណុចខេត្តកំពង់ស្ពឺខេត្តប៉ៃលិនខេត្តបាត់ដំបងខេត្តស្ទឹងត្រែងនិងខេត្តព្រះវិហារកាលអំឡុងឆ្នាំ2023បទល្មើសដែលមានបញ្ញត្តិនឹងចែងឲ្យផ្ដន្ទាទោសតាមមាត្រា29 626 627 628 629 630នៃក្រមព្រហ្មទណ្ឌនិងមាត្រា35នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយក្រោយពីចាប់ខ្លួននិងចោទប្រកាន់ពីតំណាងអัยការពួកគេទាំង3នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារតែម្ដងបាទសូមជម្រាបថានេះជាព័ត៌មានរសើបបំផុតចំពោះអភិបាលរងខេត្តកំពង់ស្ពឺបាទសូមជម្រាបបងប្អូនថារដ្ឋាភិបាលបានដុតដៃដុតជើងដកមន្ត្រីខូចដកមន្ត្រីស្អុយដកមន្ត្រីពុករលួយមិនថាស៊ីវិលមិនថាប៉ូលីសមិនថាយោធាឲ្យតែពុករលួយឲ្យតែខូចឲ្យតែដេះផ្ដាស់កេងកឹបក្លែងបន្លំធ្វើឲ្យខូចដល់រាជការមិនទុកទេបងប្អូនគឺសម័យនេះគឺជាសម័យដែលអ្នកដឹកនាំសុទ្ធតែមានចំណេះដឹងខ្ពង់ខ្ពស់ហើយឈាមថ្មីគឺសុទ្ធតែជាអ្នកមានសមិទ្ធផលអ្នកដែលចេះដឹងអ្នកដែលចុះធ្វើការតែម្ដងបាទសូមជម្រាបបងប្អូនថាយុទ្ធនាការនេះគឺជាយុទ្ធនាការមិនដកដៃទេបងប្អូនមិនដកដៃទេអគ្គស្នងការនគរបាលជាតិក៏ដូចជាក្រសួងមហាផ្ទៃសហការជាមួយនឹង ACU ក្រោមឆ័ត្រមលុបរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតបាទសូមជម្រាបថាក្នុងស្ថានភាពនេះគឺជាស្ថានភាពដែលត្រូវតែវះសាច់មន្ត្រីខូចមន្ត្រីអាក្រក់ដែលកេងកឹបបន្លំលុយជាតិបាទត្រូវតែធ្វើបើយើងសូមអរគុណរាជរដ្ឋាភិបាលដែលបានដុតដៃដុតជើងហើយសូមបន្តវេកមុខមន្ត្រីខូច
បន្តទៀតបាទនេះជាព័ត៌មានថ្មីយើងសូមអបអរសាទរបាទសូមអរគុណកុំភ្លេចចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗបាទសូមអរគុណសូមជម្រាបលា